សួស្តីថ្ងៃនេះចង់ចែករំលែកការលំហាត់ប្រាណយកកាភ្លៅហើយនិងគូតឲ្យធំឲ្យណែនហាប់ល្អអញ្ចឹងបងប្អូនត្រូវតែដាក់ជើងយើងសងខាងបើកឲ្យធំបើកកាភ្លៅជង្គង់យើងឲ្យស្មើជើងក្រោមអញ្ចឹងបងប្អូនត្រូវតែកាន់ដុំដែកមកបងប្អូនត្រូវតែអែនចង្កេះពើងទ្រូងហើយនឹងតយគូតព្យាយាមផ្ដោតទៅលើកម្លាំងគូតគួយទៅក្រោមប្រឹងឲ្យតឹងពេលយើងលេងយើងត្រូវតែស្ពតលើកម្លាំងគូតព្យាយាមឲ្យប្រឹងឲ្យតឹងមកហើយនឹងងើបឡើងលើបងប្អូនត្រូវតែប្រឹងកាភ្លៅឲ្យតឹងការហាត់ប្រាណនេះបងប្អូនត្រូវតែដង្ហើមយើងត្រូវដកចេញចូលដើម្បីឲ្យរូបរាងកាយយើងកុំឲ្យវាឆាប់ហត់ហើយមួយទៀតគឺវាជួយចលនាផ្លូវដង្ហើមយើងកុំឲ្យវាថប់អញ្ចឹងហើយបងប្អូនត្រូវតែលេងក្បាច់ដូចខ្ញុំអញ្ចឹងលេងមកលេងមួយក្បាច់ទៅ15ដងឬក៏20ដងហើយបងប្អូនត្រូវតែលេងក្នុងមួយជុំ15ដងទៅ20ហើយលេង4ជុំទៅ5ជុំយើងលេងបដិញគីឡូចាប់ផ្ដើមពី for up 2គីឡូ5គីឡូទៅ10គីឡូ12កន្លះ15គីឡូ17កន្លះ20គីឡូនិង22.5 25គីឡូទៅ30 35 40ចឹងការលេងអញ្ចឹងវាបានជំនួយលើសាច់ដុំកាភ្លៅយើងហើយនឹងគូតយើងឲ្យលូតលាស់កាន់តែធំល្អខ្ញុំលេងនេះពីមុនក៏ខ្ញុំអត់សូវមានកាភ្លៅគូតធំចឹងដែរគឺស្វិតគូតស្វិតកាភ្លៅខ្ញុំព្យាយាមលេង6ខែជាប់គ្នាហើយបានលទ្ធផលល្អដូចខ្ញុំការហាត់ចឹងឥឡូវខ្ញុំមានអារម្មណ៍ថាកាភ្លៅរាងធំជាងមុនគូតធំជាងមុនហើយនឹងកពូនជើងក៏ធំជាងមុនដែរនេះការព្យាយាមលំហាត់ប្រាណឲ្យទៀងពេលហាត់ឲ្យបានយូរហើយរបបអាហារយើងត្រូវតែញ៉ាំឲ្យគ្រប់គ្រាន់ញ៉ាំអាហារណាដែលវាជួយជីប្រូតេអ៊ីនតឡើងសាច់ដុំគីឡូយើងទី1បងប្អូនញ៉ាំសាច់គោហើយនឹងសាច់ជ្រូកទ្រុងមាន់សាច់ត្រីពងទាបន្លែផ្លែឈើគ្រប់មុខទាំងអស់គឺវាជួយជីប្រូតេអ៊ីនហើយបងប្អូនកុំសូវញ៉ាំរបបអាហារដែលដូចបាយអញ្ចឹងកុំសូវញ៉ាំដោយសារវាញ៉ាំច្រើនវាអាចឲ្យយើងឡើងគីឡូជាតិខ្លាញ់កាន់តែច្រើន